សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកាដូឲ្យមនុស្សជាទីស្រឡាញ់ម្នាក់ចាំមើលថាណាគេណអ្នកទាំងអស់គ្នាហើយមករយៈមុនខ្ញុំបានទិញជានៃគាត់ហើយថ្ងៃនេះក៏គិតថាគាត់រវល់ច្រើនអញ្ចឹងណាហើយចិត្តឆ្លងឆ្នាំហើយមានកាដូតិចតួចលើកទឹកចិត្តគាត់ចាំមើលថាខ្ញុំនឹងយកទៅ surprise គាត់ហើយគាត់ជាណាគេហើយភ្ញាក់ផ្អើលមិនទៅតោះអេយូមកដល់យូណាហ្នឹងមកអង្គុយមកស្ទុះហើយតាណាហ្នឹងយូរមែនមិញទៅយកអាវ៉ាន់បន្តិចក៏យូមែនមកចាំមកស្ទុះហើយណាចាអេអីគេហ្នឹងតែអីគេ surprise ណាភ្នែកញាក់អី friend ថត content លេងហ្នឹងនេះមែនតើណាទិញកាដូឲ្យអីគេឆ្លាញ់ងត់ពណ៌ហ្នឹងបើចេញនេះលើកមុនជីនណាតិចថ្ងៃនេះស្អែកកស្អែកដៃទៅអាណាទិញផ្លាក់ទីមរហូតដល់បើកមើលកាដូនេះអូវ៉ាវតែដែរពេញចិត្តទេអូយទូរស័ព្ទពុំរកខូចអូ Oh my god លឿនណាអូយអានេះទិញ surprise គេនេះចង់ឃើញជាងខ្លួនឯងនេះអូយតឹងមើលរបស់ថ្មីចឹងហើយអត់ឃើញសោះអូយអាយ៉ាអូយញ៉ាត់ដៃវ៉ាវមិនដែរពតអាវហ្មងយាយស្លាញ់អត់ស្លាញ់ឃើញអត់ឃើញ friend ដឹងចិត្តអត់អូយអៀនណាចិត្តឆ្លងឆ្នាំហើយ Happy Merry Christmas អូស្អាតអត់ថ្ងៃមុនឃើញយូរឯងអង្គុយមើលទូរស័ព្ទនឹងរហូតតាដាច់ចិត្តតែងអញ្ចឹងតែងឲ្យទៅហើយនឹកឃើញអីទិញទូរស័ព្ទនឹងឲ្យហ្នឹងដោយសារតាទូរស័ព្ទ Oppo A6X ហ្នឹងថ្មធំណារហូតដល់ 6500 mAh ហើយរបៀបថាឃើញអ្នកខ្លះថតវីដេអូច្រើនប៉ុន្តែទូរស័ព្ទអស់ថ្មរហូតទូរស័ព្ទនេះសាកមកពេញប្រើបានពេញមួយថ្ងៃអញ្ចឹងក៏គិតថាត្រូវឲ្យទិញអាហ្នឹងឲ្យគឺល្អហ្មងសំខាន់ណាល្បឿនបង្ហាញវាមានរហូតដល់120 Hz ហើយទូរស័ព្ទនេះមានចំណុចអីពិសេសទៀតទៅពិសេសមួយទៀតវាមានបំពាក់ជាមួយនឹងបន្ទះ chip Snapdragon 685ហើយជាបន្ទះ chip ល្អបំផុតនៅក្នុងកម្រិតតម្លៃដូចគ្នា friend ពេល friend ឯងលេង TikTok Facebook អីវា smooth ហ្មងវាអត់ទេឲ្យវារបៀបថាមិនទាន់ចិត្តសាហាវហ្មងពេលដែល friend ឯង video call អីរូបភាពវាក៏ច្បាស់ល្អហើយសំឡេងវារត់តែច្បាស់ល្អទៀតវ៉ាវកូន friend ហើយឆ្នាំថ្មីOppo A6X ជាកាដូល្អបំផុតសម្រាប់មនុស្សជាទីស្រឡាញ់